ខ្ញុំបានខ្លាចជាម្ដាយម្នាក់នៅអាយុ28ឆ្នាំហើយខ្ញុំចង់មកចែករំលែក28រឿងដែលខ្ញុំកំពុងតែរៀនផ្លាស់ប្ដូរក្នុងនាមជាម្ដាយនិងក្នុងនាមជាមនុស្សស្រីម្នាក់ដោយសារខ្ញុំធំឡើងជាជនជាតិខ្មែរខ្ញុំបានរៀនសូត្ររឿងជាច្រើនតាមរយៈរបៀបដែលខ្ញុំត្រូវបានចិញ្ចឹមបីបាច់ថែរក្សាតាមរយៈការមើលឃើញក្នុងសង្គមឬស្ដាប់ឮផ្ទាល់ជាពីដំបូន្មានចាស់ៗហើយខ្ញុំក៏ធ្លាប់ជឿថារឿងទាំងអស់ដែលខ្ញុំបានរៀនសូត្រហ្នឹងគឺសុទ្ធតែជាការពិតឬជារឿងដែលខ្ញុំត្រូវតែធ្វើតាមនៅពេលដែលខ្ញុំខ្លាចជាមនុស្សធំពេញវ័យនិងជាម្ដាយគេប៉ុន្តែដល់ពេលខ្ញុំបានខ្លាចជាម្ដាយរបស់ក្មេងស្រីម្នាក់នេះខ្ញុំក៏ចាប់ផ្ដើមសួរខ្លួនឯងពីរឿងទាំងអស់នោះឡើងវិញខ្ញុំក៏ចាប់ផ្ដើមរៀនស្រាវជ្រាវហើយនឹងឆ្លុះបញ្ចាំងព្រោះខ្ញុំចង់ខ្លាចជាម្ដាយល្អនិងជាមនុស្សស្រីគំរូម្នាក់សម្រាប់កូនស្រីខ្ញុំវាធ្វើឲ្យខ្ញុំចង់យល់ពីហេតុផលគ្រប់យ៉ាងមិនគ្រាន់តែធ្វើតាមគេតាមឯងទេខ្ញុំធ្វើវីដេអូទាំងនេះឡើងមិនមែនគោលបំណងសម្រាប់តែម៉ាក់ប៉ាគេតែវាក៏ធ្វើឡើងសម្រាប់មនុស្សស្រីទូទៅដែលត្រូវបានបង្រៀនថាជីវិតមនុស្សស្រីកើតមកគឺដើម្បីតែរៀបការនិងបង្កើតកូនឲ្យគេតែប៉ុណ្្នឹងឯងហើយក៏សម្រាប់គ្រប់គ្នាដែលកំពុងចាស់សួរខ្លួនឯងថាតើអ្វីដែលខ្ញុំបានដឹងឮតគ្នាមកវាពិតជាល្អសម្រាប់ខ្ញុំនិងកូនខ្ញុំដែរអត់ហើយពិសេសបំផុតគឺខ្ញុំបង្កើតវាឡើងសម្រាប់កូនស្រីរបស់ខ្ញុំនិងសម្រាប់កូនរបស់យើងទាំងអស់គ្នាដែលអាចជ្រើសរើសឪពុកម្ដាយខ្លួនឯងបានផ្ទះកក់ក្ដៅមិនគ្រាន់តែត្រូវការអញ្ចឹងទេតែវាត្រូវការឲ្យអ្នកទាំងអស់គ្នាកសាងវាដោយខ្លួនឯងខ្ញុំជឿថាឪពុកម្ដាយណាក៏ចង់បង្កើតផ្ទះកក់ក្ដៅសម្រាប់កូនដែរហើយខ្ញុំក៏ជឿថាយើងទាំងអស់គ្នាអាចធ្វើបាននៅពេលដែលយើងមានភាពក្លាហានក្នុងការចាប់ផ្ដើមរៀនផ្លាស់ប្ដូរខ្លួនឯងសូមអ្នកទាំងអស់គ្នារងចាំរួមដំណើរជាមួយខ្ញុំក្នុងការរៀនផ្លាស់ប្ដូររឿង23យ៉ាងចាប់តាំងពីខ្ញុំខ្លាចជាម្ដាយម្នាក់ហើយបន្ទាប់មកអ្នកអាចសម្រេចចិត្តឲ្យខ្លួនឯងថារឿងណាខ្លះដែលអ្នកគួរផ្លាស់ប្ដូរដែរ